nên mình đáy câu á tôi tận lẽ bóc từ gal khác này bồ thì cá nước lạ nước vợ sang từ bị crom đúng không trong trên cho môi nhà cái sĩ tâm miên cái la máu vậy tên này cái điệp rồi pa Messi đó ngay tay chụp em âm si không mấy mấy cái này lên smart TV và smart S5 nhỉ nhưng cái đó là xong thì môi nhà camper xí nữa xong tin tờ thôi cái bắt tại cái điệp mà oi pa cái này ở đầm bay oi xua là xong tin xua lá á tới cà phê cái kháng à ở miền Anh mỗi xí pram sâu đấy lấy mưa bay vào cột cho bọc cà phê không pun rồiបងប្អូនស្វាគមន៍មកកាន់ Passport Talk Show ទាំងអស់គ្នាថ្ងៃនេះយើងមានកិត្តិយស MC ទាំងពីរមាន MC ស្រវឹងនិង MC កាកាចេញទស្សនៈរៀងៗខ្លួនចំពោះវគ្គ32ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup 2026ខ្ញុំចង់ស្ដាប់ពីទស្សនៈរបស់ MC ទាំងពីរចំពោះវគ្គ32ក្រុមចុងក្រោយនេះយើងលើកឡើងចំពោះ Port A មុនតើមានទស្សនៈបែបណាចំពោះការប្រកួតរវាងអាល្លឺម៉ង់មួយប៉ារ៉ាហ្គាយបារាំងជាមួយស៊ុយអែតសាអូអាហ្វ្រិកាជាមួយកាណាដាក៏យើងរកបានឃើញដែរគឺកាណាដាឡើងហើយហូឡង់ជាមួយម៉ារ៉ុកប៉ូទុយហ្គាល់ជាមួយក្រូអាតហើយស្ប៉ាញនិងអូទ្រីហើយម្ចាស់ប្រទេសអាមេរិកជាមួយបូស្នីនិងមួយគូចុងក្រោយនោះគឺបែរសេជាមួយសេនីហ្គាល់អញ្ចឹងចំពោះការលើកឡើងរបស់ MC ទាំងពីរមានទស្សនៈបែបណាចំពោះ Port A នេះបើសម្រាប់ខ្ញុំវិញចិត្តខ្ញុំជ្រើសរើសប្រទេសដែលអាចឡើងទៅវគ្គ16ក្រុមយើងគេថាអាល្លឺម៉ង់ជាមួយនឹងប៉ារ៉ាហ្គាយអញ្ចឹងខ្ញុំគេថាអាល្លឺម៉ង់ហើយវាព្រោះអាល្លឺម៉ង់វាគីឡូមុនដែរត្រីដែរដូចបារាំងហើយនឹងស៊ុយអែតនេះបងប្អូនគាត់ដឹងហើយបារាំងយើងដឹងស្រាប់ហើយយើងបាច់និយាយណាខ្លាកបារាំងវាអត់វាអត់ដឹងថាមានណាគេអន់កើតហើយយល់អត់អត់នេះបារាំងអញ្ចឹងបារាំងឡើងបាទសម្រាប់សាអូអាហ្វ្រិកាជាមួយនឹងកាណាដាគឺយើងអត់ឃើញដូចកាណាដាឡើងហើយកាណាដាគឺឡើងហើយហើយហូឡង់ជាមួយនឹងម៉ារ៉ូកូដែលយើងចំណាំទៅហៅម៉ារ៉ុកខ្ញុំគិតថាហូឡង់ឡើងហើយព្រោះធម្មតាទេយើងហូឡង់គេបត់ពិសោធន៍គេ World Cup គេល្អដែរទោះបីជាយើងដឹងថាមួយរយៈហ្នឹងម៉ារ៉ុកគេខ្លាំងប៉ុន្តែហូឡង់បត់ពិសោធន៍នៅ World Cup គេលេខ2 3ដងហ្នឹងឡើងតែប្រេតរត់ដោយសារអូច្រឡំថាអត់ទាន់ជប់ប៉ូទុយហ្គាល់ពេលចាត់ទៅធ្លាប់លាក់ប៉ូទុយហ្គាល់ហើយសម្រាប់បន្ទាប់ទៀតគឺប៉ូទុយហ្គាល់ជាមួយក្រូអាតដូចបងប្អូនធ្លាប់ឃើញខ្ញុំហើយខ្ញុំបាច់និយាយច្រើនទេប៉ូទុយហ្គាល់គឺដឹងថា 100% ឡើងហើយបាទព្រោះក្រូអាតមួយរយៈហ្នឹងវាធ្លាក់ជើងច្រើនដែរហ្នឹងហើយបងមើលឆ្វេងដៃយើងខ្ញុំក៏តន់និយាយ fan កាយសម្រាប់អេស្ប៉ាញជាមួយនឹងអូទ្រីសយើងត្រូវទទួលស្គាល់ថាអេស្ប៉ាញគឺគេល្អគេគឺថាអេស្ប៉ាញគេឡើងហើយម្ចាស់ផ្ទះអាមេរិកជាមួយនឹងបូស្នីបើអាមេរិកគេម្ចាស់ផ្ទះគេអាចថាគេរៀបចំផែនការល្អអញ្ចឹងគេថាឲ្យម្ចាស់ផ្ទះគេឡើងចុះបែលហ្សិកជាមួយនឹងសេនីហ្គាល់អញ្ចឹងបែលហ្សិកគឺគេបត់ពិសោធន៍គេខ្លាំងដែរអញ្ចឹងគេថាបែលហ្សិកអាចឡើងអញ្ចឹងតែផតខាងហ្នឹងគឺខ្ញុំគិតបាទអញ្ចឹងចុះចំពោះទស្សនៈរបស់ MC ស្រវឹងតែមានទស្សនៈបែបណាចំពោះផតខាងឆ្វេងហ្នឹងnhóm như thế chứ các bạn có viên ăn là món như mùi bà cái cứ ăn là mòn nhưng cái thằng ăn là món cứ ăn những lần tới đấy nhưng bà rắn cho mùi nhưng xôi ai cái thằng bà rắn nhưng lần từ bà rắn kia cha chưa ngay đấy bị bom bị sao ba này là ngon mà chóp à rồi mùi so với khai mùi càn đá nhưng mà đầu khơi nhấy cứ càn đá lần từ chạm ấy đi chăm cái này đi chăm xôi ăn lên mà róc cái đôi chơi lấy chăm hô lăng mùi mà róc thì bà toàn máu hô lăng như mùi mà róc nhưng cái thằng mà róc ai lớn Maroc kia ai pro Maroc lọp nghĩa là Portugal đó. Chứ có trắng. Mấy như do Holland rồi. Cái là Holland ấy. Của những chi chấp đi xa Maroc đó này chẳng. Dương băng này, băng Holland này. Băng mà chỉ đi Portugal chứ. Hay và to máu thì Portugal mua Croat 10 tháng. Portugal lang ấy thôi. Nên mình đá cái Croat tôi lẽ Portugal khác thì lấy tôi nói âm tin một lần ấy âm tin rồi con trong này. Cái tôi sẽ kia Portugal nó lạ được vợ sang từ Bicrom đúng không? Chưa chạm không? Chưa chạm. Mình khai làm cái ba song tin việc đây luôn mình cái lỗ vậy thôi. Hay đang Espagne, cụ đó Espagne với Austria. Cái thằng Espagne đang lớn, của Espagne cái lỗ cái thông này. Thông là má không á. Hay bây giờ má thì em chắc ở Améric với Bosnia cái thằng Bosnia là ngày lớn của Améric. Ngọt đi. Ban đại thơm chắc thế bờ mình kháng như 15 mà đo lẽ sang spi lấy chứ. Kháng đây lên này vừa chừng rô thế, tại đó đấy cứ kháng ơi. Ok. Hay nhưng pot trong cloud pot hay nhưng cu trong cloud thì đừng pot kháng chuyến cứ basic như một xe là cá cũng cứ basic những làng ok trong bên đây là ca tu tiên rồi bo âm si phóng âm si rồi bắn khâu kia thì tôi khâu kia người bị tẹt lá kháng đấy rồi hồ lăng mình bật đầu cày chắc nhân nghĩa mà can pot hàng đam vinh ca của tôi train đi mong tập dục Samba Brazil chơi ngay trong sân máy can này pin vốn FIFA World Cup và chỉ mới bóng thông này gì cứ Japan hay Ivory Coast bằng Norway, Mexico bằng Ecuador, Hồng Lê bằng một Congo, sáng thêm bằng một Cameroon, hay Australia bằng một Egypt, Swiss bằng một Algeria, hay là Colombia bằng Ghana. Trong chụp tour sân ạ, âm si thằng Pi, vô khơi nhàng ná chụp port hàng Sam này. Trả lời những đọc thì cái con muốn đó, này mình muốn này ta, âm si hồng muốn đấy. Mình con muốn hay như bây giờ, phải chăng đi được vậy na thì mà.
សម្រាប់ port ខាងស្ដាំបងធំ អាស៊ី បងធំនៅអាស៊ីនិងម្ចាស់ចដៃ5សម័យកាល សាំបាប្រេស៊ីល សាំបាប្រេស៊ីលគាត់ថាជប៉ុននឹងទម្លាក់សាំបាប្រេស៊ីល ជុំជប៉ុនពលស៊ីប្រេស៊ីលខ្ញុំហ្នឹង វាថាត្រូវចាំថាបងធំនៅអាស៊ីនឹងទម្លាក់ហើយបន្ទាប់មកគាត់ទៅវត្តជាមួយណ័រវេគេថាណ័រវេថ្ងៃឡើងព្រោះហាឡាន់គេនឹងអាចសុទ្ធហើយសុទ្ធក្របបាល់ហើយតែកូនឌីវ៉ាធ្វើបានល្អណាស់វាជំរុះ48ក្នុង ការយើងមើលប្រវត្តិវាមិនដូចបច្ចុប្បន្នទេណាពេលខ្លះទេសំខាន់យើងទទួលស្គាល់ទទួលស្គាល់តែគេខ្លាំងឥឡូវហ្នឹងណាតែណ័រវេពងតអីគេញ៉ាពងតពូជាទូខ្លាំងពូនេះណាគេខ្លាំងអាហ្នឹងតមកមិចកូជាមួយនឹងចាស់ទៅមិចកូនឹងអេក្វាដ័រគឺមិចកូថ្ងៃឡើងហើយគេល្អដែរហើយនឹងអង់គ្លេសជាមួយកុងហ្គោគឺគេថាអង់គ្លេសថ្ងៃឡើងដែរអង់គ្លេសតកំណាចតក្តាស់ហើយបន្ទាប់មកនេះអាសង់ទីនជាមួយប្រទេសស្អីទៅមានកៅអីឡើងមកនេះអូពេលដែលគេរៀបឲ្យប៉ះមេស៊ីហ្នឹងឯងប៉ះជុំអេមានប៉ះមេស៊ីហងមិនរៀបយកមិនគេលេសមត្ថភាពស្មើអេស្ប៉ាញអូតែយើងដឹងហើយទៅអាវគឺអាសង់ទីនអាហ្នឹងស៊ូ5-0ទៀតបន្ទាប់មកអូស្ត្រាលីមួយអេស៊ីមនេះអញ្ចឹងខ្ញុំគិតថាអេស៊ីមឡើងហើយព្រោះអូស្ត្រាលីកម្រិតអាស៊ីវាមិនដូចបងធំជប៉ុនទេតែអូស្ត្រាលីល្អដែរកំលេងសើចឡើងរួចទេបន្ទាប់មកនេះស្វីសជាមួយអាស៊េរីគឺអាស៊េរីឡើងហើយមកគូចុងក្រោយកូឡុំប៊ីជាមួយនឹងកាណាគឺកូឡុំប៊ីអូខេអញ្ចឹងយើងមកស្ដាប់ទស្សនៈរបស់ MC ហងវិញយើងពីដែរហើយយើងបាតកិច្ចវាបើសម្រាប់ខ្ញុំវាមានការប្រែប្រួលគ្នាបន្តិចនិស្សិតហើយបើសិនជាជប៉ុននិងប្រេស៊ីលទោះបីជាថ្ងៃនេះពាក់អាវជប៉ុនមែនយើងប្រជាជនរួមអាស៊ីមែនបើថារួមតំបន់ដូចគ្នាមែនប៉ុន្តែខ្ញុំអាហ្នឹងតាមកំណត់ខ្ញុំគិតថាថាជាទៅមួយប្រេស៊ីលទេបាទខ្ញុំជឿចឹងដែរបាទគិតចឹងណាអាហ្នឹងមិនមែនថាយើងអីពាក់អាវជប៉ុនហើយយើងមើលប៉ុណ្្នឹងសិនណាកុំអំពើសារនៅក្នុងការនិយាយទោះបីយើងពាក់អាវជប៉ុនមិនដែរយើងត្រូវទទួលស្គាល់ថាប្រេស៊ីលគឺគាត់ល្អបាទអញ្ចឹងគាត់អាចនឹងឡើងហើយកូដឺវ៉ាអញ្ចឹងណាជាមួយនឹងណ័រវេចឹងខ្ញុំក៏គិតថាណ័រវេអាចនឹងឡើងដែរហើយសម្រាប់មិចស៊ីកូហើយនឹងអេក្វាដ័រនេះគឺអាចថាមិចស៊ីកូគេម្ចាស់ផ្ទះធម្មតាម្ចាស់ផ្ទះទោះបីយ៉ាងណាក៏អាចមានតែមជាងដែរព្រោះយើងមើលទៅវាអាចតែបាក់ផែគ្នាទេវាមិនស៊ីសងនេះបានទេហ្នឹងហើយពីគូហ្នឹងវាអត់សូវនេះគាត់សម្រាប់គូអង់គ្លេសជាមួយនឹងកុងហ្គោខ្ញុំគិតថាអង់គ្លេសគឺគេឡើងហើយអង់គ្លេសគេខ្លាំងតោកំណាចកុំឲ្យតោកដាស់បានហើយគូបន្ទាប់ទៀតអីសងទៀតណាហ្នឹងចាក្រុមហ្នឹងមកដែរដែលលឺសងទៀនម្ចាស់ការពារតំណែងជឹងហើយមានតែលឺមិនអីហ្នឹងហើយអូដឹងបងកំប្រាហឹង្សាក្នុងការថកសូនេះគឺយើងត្រូវបើហឹង្សានឹងជាទស្សនៈនៃការយល់ឃើញរបស់អង្គស៊ីខ្ញុំគិតថាអាសងទៀនជាមួយនឹងCap-Vertស៊ីហ្នឹងខ្ញុំគិតថាអាសងទៀនទៅរួចបើតែគេរៀបមកឲ្យប៉ះគ្នាដើម្បីឲ្យស្រួលអាសងទៀនស្រួលឡើងតែខ្ញុំគិតថាទៅរួចទេតែនឹងCap-Vertព្រោះយើងគិតទៅការពីគេខ្លាំងអត់មានអាចមកអី C5-0 នេះឥឡូវមើល3ប្រកួតចុះបោះកាប់វាក្នុងពូលមើលស្មើហើយបកកែទប់ហើយអត់មានរបូតគ្រាប់បាល់អីញ៉ៃច្រើនអីទៅពីទេអញ្ចឹងមិនថាអាសងទីធ្លាយវាហ្នឹងទៅគូបន្ទាប់អូស្ត្រាលីជាមួយនឹងអេស៊ីបអញ្ចឹងអូស្ត្រាលីខ្ញុំគិតថាអាចភាគរយឡើងដែរព្រោះខ្ញុំគិតថាអូស្ត្រាលីចឹងហើយស្វីសជាមួយនឹងអាស៊េរីចឹងខ្ញុំគិតថាស្វីសឡើងហើយគូបាទចុងក្រោយគឺកូឡុំប៊ីជាមួយនឹងហ្គាណាកូឡុំប៊ីហ្គាណាកូឡុំប៊ីស្មើពុកតឺហ្គាល់អញ្ចឹងខ្ញុំគិតថាកូឡុំប៊ីឡើងអូខេអញ្ចឹងទស្សនៈការយល់ឃើញយើងប្រតិកាឡាតិចមិនប្រងប្រើអំពើហិង្សាក្នុង talk show របស់ fan sport គឺនេះអត់បានទេគ្រាន់តែលឺវាក្តៅក៏គុកតិចបាទក្តៅក៏គុកតិច